ខ្ញុំចង់អានសៀវភៅមែនតើបងប៉ុន្តែចុចដឹងហើយយល់ហើយថាការអានសៀវភៅពិតជាមានប្រយោជន៍ល្អខ្លាំងមែនតើប៉ុន្តែមនុស្សមួយចំនួននៅតែពិបាកក្នុងការបង្កើតទម្លាប់អានអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកពី tip មួយដ៏ងាយស្រួលដើម្បីអាចជួយយើងបង្កើតទម្លាប់អានបានដែលអាចប្រើទាំងសម្រាប់មនុស្សធំហើយនិងកូនក្មេង tip នេះគឺខ្ញុំប្រើខ្លួនឯងជាច្រើនឆ្នាំមកហើយនោះគឺការដែលយើងទិញសៀវភៅ original មកអានខ្ញុំដឹងថាសៀវភៅ original វាអត់ដែលថោកជាងសៀវភៅ copy ទេប៉ុន្តែវាជាការបណ្ដាក់ទុនដ៏ត្រឹមត្រូវបើសិនបើយើងចង់បង្កើតទម្លាប់អានឲ្យបានយូរហើយយើងចង់សុបាយចិត្តពេលដែលយើងអានដោយសារមូលហេតុ3មូលហេតុទី1គឺវាមើលទៅត្រជាក់ភ្នែកប៉ះទៅមានគុណភាពខ្ពស់បើ original គេ print ដោយការប្រើกระดาษហើយនឹងទឹកថ្នាំមានគុណភាពខ្ពស់ចឹងសៀវភៅគេអានទៅគឺវាត្រជាក់ភ្នែកវាច្បាស់ល្អសូម្បីយើងកាន់ក្នុងដៃក៏វាមានទម្ងន់ដែរហើយបើនិយាយពីសៀវភៅកូនក្មេងវិញណាសៀវភៅខ្លះគឺគេមានបូកបន្ថែមធាតុផ្សំដែលវាភ្ញូចអន្ទ្រាអារម្មណ៍របស់កូនក្មេងណាដូចជាមានរបស់ឲ្យស្ដាប់មានរបស់ឲ្យប៉ះឲ្យនិយាយតាមជាដើមហើយជារឿងធម្មតាទេនៅពេលដែលសៀវភៅវាមានគុណភាពខ្ពស់អញ្ចឹងពេលយើងអានយើងសប្បាយចិត្តនឹងអានវាទៅអញ្ចឹងអារម្មណ៍ដែលសប្បាយនេះហើយដែលខ្ញុំតែងតែនិយាយដដែលគឺជាចំណុចដ៏សំខាន់មួយសម្រាប់អ្នកដែលចង់បង្កើតទម្លាប់អានពីដំបូងព្រោះសារជាតិមនុស្សយើងគឺវាអញ្ចឹងយើងចូលចិត្តធ្វើអីនៅពេលដែលយើងធ្វើវាទៅយើងសប្បាយចិត្តអញ្ចឹងនៅពេលដែលយើងអានសៀវភៅ original យើងសប្បាយចិត្តក្នុងការអានអញ្ចឹងលើកក្រោយយើងហត់តែចង់តែអានកូនក្មេងក៏ដូចគ្នាដែរមូលហេតុទី2ព័ត៌មាននៅក្នុងសៀវភៅ original គឺវាជាក់លាក់អាចទុកចិត្តបានខ្ពស់សួរថាយើងអានសៀវភៅរាល់ថ្ងៃនឹងដើម្បីអីមិនដើម្បីកម្សាន្តមួយទៀតគឺដើម្បីទទួលបានព័ត៌មានបន្ថែមពីសៀវភៅហ្នឹងសៀវភៅ original មួយមុនពេលគេបោះពុម្ពគឺគេមានការនិពន្ធត្រឹមត្រូវមានការត្រួតពិនិត្យជាក់លាក់ច្បាស់មែនទែនពីអ្នកជំនាញដើម្បីធានាថាខ្លឹមសារក្នុងសៀវភៅហ្នឹងគឺត្រឹមត្រូវហើយអាចទុកចិត្តបានរឿងនេះហត់តែសំខាន់ទេសម្រាប់សៀវភៅក្មេងៗដោយសារគាត់នៅទូចអញ្ចឹងគាត់អត់ទាន់ចេះបែងចែកឲ្យច្បាស់រវាងព័ត៌មានពិតហើយនិងមិនពិតទេអញ្ចឹងពេលដែលយើងឲ្យក្មេងៗគាត់អានសៀវភៅ original គឺយើងទុកចិត្តថាគាត់កំពុងតែរៀនពីវិជ្ជាដែលត្រឹមត្រូវតាមក្បួនខ្នាតមូលហេតុទី3គឺវាជួយគ្រប់គ្រងដល់អ្នកនិពន្ធនិងអ្នកបោះពុម្ពដែរពេលដែលយើងចំណាយលុយទិញសៀវភៅ original លុយនឹងហើយដែលកំពុងតែចូលទៅចិញ្ចឹមបីបាច់ដល់អ្នកនិពន្ធអ្នកដែលកែសម្រួលអ្នកដែលបោះពុម្ពសៀវភៅល្អៗទាំងអស់ហ្នឹងដើម្បីឲ្យទៅថ្ងៃមុខគាត់មានដើមទុនគាត់មានទឹកចិត្តក្នុងការបោះសៀវភៅអញ្ចឹងទៀតឥឡូវយើងសម័យបើអ្នកនិពន្ធម្នាក់គាត់ខំប្រឹងចំណាយពេលរាប់ឆ្នាំដើម្បីបោះពុម្ពសៀវភៅមួយហើយស្រាប់10%គេទិញសៀវភៅ original 90%ទៀតគេទិញសៀវភៅ copy អញ្ចឹងតើគាត់មានទឹកចិត្តគាត់មានសមត្ថភាពក្នុងការសរសេរក្នុងការបោះពុម្ពសៀវភៅទៅថ្ងៃមុខទៀតអត់ចានេះគឺជាចំណុចដ៏សាមញ្ញមួយតែខ្ញុំគិតថាប៉ាម៉ាក់ហើយនឹងស្ថាប័នអប់រំគួរតែយកចិត្តទុកដាក់លើចំណុចនេះបន្តិចបើសិនបើយើងចង់ឲ្យកូនតូចៗក្មេងចំនួនក្រោយសិស្សានុសិស្សគាត់អានច្រើនជាងនេះណាគឺយើងអាចទិញសៀវភៅ original ដាក់ឲ្យគាត់អានអញ្ចឹងធ្វើឲ្យពួកគាត់សប្បាយចិត្តក្នុងការអាននៅពេលដែលពួកគាត់អានច្រើនទៅគឺវាអាចជួយបណ្ដុះសមត្ថភាពក្នុងការគិតស៊ីជម្រៅហើយនឹងច្នៃប្រឌិតរបស់គាត់បានតាមនឹងដែរកាលពីមុនណាយើងអាចនឹងពិបាកក្នុងការដើររកសៀវភៅ original ដើម្បីមកអានណាប៉ុន្តែឥឡូវនេះឡើងពិបាកទៀតហើយពីព្រោះក្រុមហ៊ុន U-Book Education Cambodia គឺជាដៃគូចែកចាយផ្លូវការរបស់ក្រុមហ៊ុនបោះពុម្ពសៀវភៅអប់រំអន្តរជាតិធំជាច្រើនមានដូចជា National Geographic Learning Cambridge Macmillan Penguin Random House និង Scholastic ជាដើមចា៎សៀវភៅដែលគាត់នាំចូលមកគឺសិតតែគុណភាពខ្ពស់ជាសៀវភៅម៉ាកល្បីស្តង់ដារអន្តរជាតិប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយបំផុត Color print មកគឺស្អាតត្រជាក់ភ្នែកងាយស្រួលមើលกระดาษវិញគឺក្រាស់មានច្រើនបែបច្រើនជម្រើសហើយតម្លៃវិញគឺសមរម្យទៀតចឹងមិនថាអ្នកកំពុងត្រូវការសៀវភៅ original ដើម្បីអានខ្លួនឯងដើម្បីឲ្យកូនតូចៗអានឬក៏យកទៅដាក់នៅតាមស្ថាប័នអប់រំផ្សេងៗកុំភ្លេចតាក់ទងទៅ U-Book Education Cambodia តាម page ផ្លូវការរបស់គាត់